Tony áមានន័យថាស្រឡាញ់ឬមួយក៏ឲ្យតម្លៃទៅលើនរណាម្នាក់ឬក៏អ្វីមួយហើយចំណែកឯ Tony de មានន័យថា Bonjour à tous, je m'appelle Liné, je suis enseignante au CDL អញ្ចឹងសួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងមករៀនអំពីភាពខុសគ្នារវាង Tony A ហើយនិង Tony de oui quelle est la différence donc Tony ដូចគ្នាប៉ុន្តែមួយប្រើធាតុ A មួយទៀតប្រើធាតុ de oui donc Tony A ça veut dire être attaché à quelqu'un ou quelque chose មានន័យថាស្រឡាញ់ឬមួយក៏ឲ្យតម្លៃទៅលើអ្វីមួយឬក៏នរណាម្នាក់វិញតោះអញ្ចឹងទៅនេះអានយើងប្រើប្រាស់បូកជាមួយនឹង personne ឬមួយក៏ chose បូកជាមួយនឹងមនុស្សឬមួយក៏អ្វីមួយឧទាហរណ៍ je tiens à mes amis មានន័យថាខ្ញុំស្រឡាញ់ក៏ដូចជាខ្ញុំឲ្យតម្លៃទៅមិត្តភក្តិរបស់ខ្ញុំវិញ elle tient beaucoup à sa famille មានន័យថានាងស្រឡាញ់ឬមួយក៏ឲ្យតម្លៃទៅកាន់គ្រួសាររបស់នាងវិញហើយចុងក្រោយ il tient à cette montre មានន័យថាគាត់ស្រឡាញ់នាឡិកានេះវិញ montre មានន័យថានាឡិកា voilà donc tenir à មានន័យថាស្រឡាញ់ឬមួយក៏ឲ្យតម្លៃទៅលើនរណាម្នាក់ឬក៏អ្វីមួយចំណែកឯ tenir de មានន័យថា ressembler à quelqu'un avoir certaines qualités ou caractéristiques មានន័យថាដូចទៅនឹងនរណាម្នាក់វិញតកតងជាមួយនឹងលក្ខណៈសម្បត្តិឬមួយក៏អីមួយផ្សេងទៀត voilà donc tenir de នេះយើងប្រើប្រាស់បានបូកតែជាមួយមនុស្សទេ personne ទេ voilà ឧទាហរណ៍ il tient de son père មានន័យថាគាត់ដូចទៅនឹងឪពុករបស់គាត់វិញមួយទៀត cet enfant tient de ses parents មានន័យថាក្មេងនេះដូចទៅនឹងឪពុកម្ដាយរបស់គេ voilà ហើយចុងក្រោយ elle tient de sa mère មានន័យថានាងដូចទៅនឹងម្ដាយរបស់នាងវិញ donc tenir à មានន័យថាស្រឡាញ់ឬមួយក៏ឲ្យតម្លៃទៅលើនរណាម្នាក់ឬក៏អ្វីមួយហើយចំណែកឯ tenir de មានន័យថាដូចទៅនឹងនរណាម្នាក់វិញ donc អរគុណសម្រាប់ការតាមដានបើសិនជាមានចម្ងល់អាចចូល comment ក៏ដូចជា follow page ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ